សូមទានជ្រាបជម្រាបទៅថាគ្រឿងភស្តុភារបណ្ដាការត្រូវបង្គាប់តាមទម្លាប់ជាប់មកពីបុរាណមានចែងក្នុងសៀវភៅតម្រាដែលថាព្រះជ័យចេស្តារាមាសូរបន្សល់ទុកមកគឺបង្គាប់ដូច្នេះតទៅនេះគឺជាគ្រឿងបណ្ដាការធំរួមមានស្លា1000ដៃមលូស្លឹកចាស់ខ្ចី1000របកហោថ្នាំ5នាលស្លាជ្វា5ជាលកន្លះកំបោ2តុំដាក់ខាងនាយអង្គខ្សាយ2ថាំងទាំងអង្គដំណើប1ថាំងត្រីស្រស់7ស្នែងមានត្រីរស់ត្រីដែងក្រាញ់កត្រប់សពកន្ត្រកច្រកទុកតាមទីកន្លែងគ្រប់ចំនួន7ស្នែងក្នុងមួយស្នែងនោះគឺ30រាយនៅមានទៀតត្រីងៀត15រាយត្រីឆ្អើរទិញពីស្រុកនាយក៏15រាយដែរមន់ស្រែ30រាយទា30រាយបើគិតឲ្យងាយ1រាយគឺចំនួន1ជាលំដាប់លំដោយមានប្រហុកទុកក្នុងកឡចំនួន5នាលអំបុក1ពាងតូចរួចស្រា4ក្អមហើយក្អមគូគ្រោះថែមស្រាពពុះ1ក្អមដែរបន្លែ10មុខផ្លែឈើ10មុខរាប់តាមទំនុក1មុខ1ស្លឹង5ផ្លូនជួនណាក្នុងតម្រាខ្លះប្រកាសថា1មុខ1ស្លឹកតម្រៀបគ្នារដាក់ព្រមទាំងនំផងចំណែកចំនួនគ្រឿងបណ្ដាការដែលនឹងវាចារៀបរាប់ភ្ជាប់បន្តក៏មាននៅក្នុងសម័យព្រេងនាយមកដល់ខាងអាយនេះយកខ្លះមិនយកខ្លះឬផ្លាស់ប្ដូរមុខចំនួនជួនតាមជាក់ស្ដែងដូចជាត្រីស្រស់ត្រីងៀតត្រីឆ្អើរនេះឯងលែងបង្គាប់ទៀតហើយឆ្នេះហើយគេបង្គាប់សាច់ជ្រូកចំនួនជួសវិញទម្ងន់នោះមិញមិនប្រកាសឯគ្រឿងបណ្ដាការស្លាកំណត់ប្រកាសនេះពេលឥឡូវតម្រូវត្រូវថយចុះពីបណ្ដាការធំដល់ទៅពាក់កណ្ដាលដែរនោះណែគឺស្លា500ដៃមលូនោះនៃ500ត្របកក៏ចំនួនបន្តក៏កាត់បន្ថយពាក់កណ្ដាលដូចគ្នានោះហងដល់គ្រឿងបណ្ដាការស្លាថងរងតោមបង្គាប់ដូចនោះសាលានោះ205ដៃមលូចាស់ខ្ចី205ត្របកហោថ្នាំ1នាលសាលាជ្វា8តម្លឹងនិងកំបោ1តុំអង្គខ្សាយគ្រាប់តូចធំ1តៅអង្គដំណើបសឬខ្មៅ1កន្តាំងរួមទាំងផ្លែឈើកម្រាម5តោកក្នុង1តោក2ផ្លូន5ដំបស្រាស2ពួចរួចស្រាពពុះ1សឹកត្រីស្រស់1ពុនមាន់4រាយទា2រាយជាហោហែបន្លែ1កញ្ច្រែងនោះឯងមាន5មុខបាយសម្លស្លស្លុក5ថាសចាស់ទុកសែនព្រេនដូនតានិងជូនមេបាពិសាឯការសែនព្រេនក្នុងសម័យជាខាងក្រោយតម្រូវឲ្យមានចំអា2ថាសបង្អែមមុខខ្លះក៏2ថាសដែរណែមន់ទាស្ងោ1គូ1មុខទុកជាប់នឹងសាច់ជ្រូក1ភ្លៅបន្ទាប់ទៅក៏ត្រូវបង្គាប់បណ្ដាការស្លាដកដូចនេះថាស្លា5ជ័យមលូចាស់ខ្ចី5ត្របកហកថ្នាំ5ដុំស្លាជ្វា2ដុំស្រា1កំប៉ុកទៀន1គូប្រាក់1ស្លឹងប្រាក់នឹងតម្រាខ្លះថា1បាតដូចនេះគ្រឿងស្លាដកនេះវិចនឹងកន្សែងបញ្ញពួរលំអស្រស់រួចតម្កល់គ្រឿងនោះនៅលើរងមួយជាលំដាប់លំដោយបន្ទាប់ខាងក្រោយដល់ស្លាព្រះពរក៏បង្គាប់ដូចនេះនេះស្លា3ដៃមលូចាស់ខ្ចី5ត្របកថ្នាំជក់3ដុំស្លាជ្វា2ដុំទៀន1គូផ្កា3តើងនឹងជាបន្ទាប់រាប់តែម្ដងរណ្ដាប់ឯទៀតផងមានរណ្ដាប់ស្លាជ័យរណ្ដាប់ប្រសពមុខការធំក៏ពុំទាន់គ្រប់រណ្ដាប់ប្រសពមុខគោះថងរងតំណងបង្គាប់គ្រប់សពដូចរៀបរាប់មកខាងលើដែរខុសតែមុខនិងចំនួនគ្នាខ្លះអញ្ចឹងកាលវេលាហ្នឹងខ្ញុំមិនបានបញ្ជាក់អំពីចំនួនប្រាក់ខណ្ឌស្លាដែលទុកឲ្យមេបាកាត់យកនោះទេគ្រាន់តែលើកមកបញ្ជាក់ថាបណ្ដាស័ក្តិវងត្រកូលអ្នកខាងប្រុសនោះលោកចែកជា4ថ្នាក់មានត្រកូលរាជស័ក្តិឧត្តមស័ក្តិបុរាណស័ក្តិនិងភ័ព្វស័ក្តិដូច្នោះតម្លៃនៃការកាត់ជាប្រាក់វាទៅតាមថ្នាក់ពីទាបទៅខ្ពស់ដូច្នោះដែររីឯប្រាក់ស្នាប់ទឹកដោះនិយាយឲ្យងាយស្ដាប់ចុះគឺប្រាក់ថ្លៃទឹកដោះដែលមេដាកូននោះបានចិញ្ចឹមបីបាច់រក្សាពីតូចក្រូចឆ្មារហូតដល់ក្រូចថ្លុងអូសំទោសពីតូចក្រូចឆ្មារហូតកាយាពេញវ័យធំឡើងមានប្តីនេះហើយនៃទំនៀមទាមទារឲ្យកូនប្រសាប្រុសចេញថ្លៃទឹកដោះនោះគឺថាជូនទៅម្ដាយក្មេកឬឪពុកក្មេកឬក៏អ្នកណាដែលចាត់ទុកថាជាអាណាព្យាបាលចិញ្ចឹមនាងតាំងពីកាលដើមរៀងមកយកធ្វើជាថ្លៃទឹកដោះនោះឯងផងហើយតម្លៃជាក់ស្ដែងរមែងព្រួលប្រែទៅតាមខែឆ្នាំចំណាំទុកមកយកជាលំអានពីបុរាណខាងមេបាស្រីលៃសម្រាប់ចាត់កាត់ថ្លៃយ៉ាងតិចបំផុតពី2រៀលទៅដល់100រៀលដែលមើលតាមឋានៈទ្រព្យធននៃត្រកូលខាងប្រុសឯពេលបច្ចុប្បន្នវិញនោះគេបង្គាប់ប្រមាណទៅហើយទេឬគេថាចាប់ពីរាប់ពាន់ពុំគ្រាន់ដល់រាប់ម៉ឺនដុល្លារសូម្បីតែប្រាក់រៀលខែមួយរាគេមិនអាចកាត់ថ្លៃផងទេរួចប្រាក់ថ្លៃទឹកដោះនោះណែគេមិនចាយវាខ្ជះខ្ជាយផ្ដេសផ្ដាស់ឡើយរក្សាទុកដល់ពេលអ្នកម្ដាយនោះស្លាប់ហើយគេយកប្រាក់នេះទៅធ្វើបុណ្យឧទ្ទិសកុសលជូនដល់គាត់ហើយប្រសិនបើមិនមានម្ដាយក៏ចំណាយធ្វើបុណ្យរួមទាំងឪពុកនិងអាណាព្យាបាលកូនស្រីនោះនេះណែថ្លៃទឹកដោះដែលបានប្រគល់ជូនអស់ហើយមិនមានឡើយនឹងទាមទារយកមកវិញបានមិនមែនដូចពួកអាប្រមាណប្រានវាចេះតែញោះថាការហើយអត់មានទឹកដោះនោះនឹងទារយកប្រាក់ទាំងអស់មកវិញពេញជាពាក្យមិនពិតប្រាកដទោះបីទឹកដោះសម្បូរឬខ្សត់
អត់ទទួលខុសត្រូវទេហើយគ្រឿងបណ្ណាការផងទាំងឡាយដែលរាយរាប់រៀបរាប់ភ្ជាប់មកហោហើយតបែលោតខាងលើនោះនេះគឺជាចំនួនជូនទៅខាងស្រីដែលសម័យដើមការជាអ្នកប្រុងប្រៀបតម្រៀបពេញត្រៀបត្រាទុកជាបណ្ដាការឲ្យបានរួចស្រេចសម្រាប់ពិធីអវិហមង្គលជ័យក្នុងថ្ងៃចូលរោងការទាំងអស់នេះណាជាការរៀបរាប់អំពីរបៀបបង្គាប់គ្រឿងបណ្ណាការនិងថ្លៃទឹកដោះក៏អស់ត្រឹមហ្នឹងអញ្ចឹងលោកមាជាចាស់ទុំខ្ញុំសុំសួរតើសមគួរឬមិនគួររាប់តាមបុរាណសូមមានប្រសាសន៍ហើយចុះមិនបានជាអរែងឯងមកសួរដូច្នោះព្រោះលោកមាមិនមែនជាអ្នកធ្លាប់ធ្វើមេបាអាចារ្យឬចៅមហាម្ដងណាឡើយអើយឯងត្រូវដឹងប៉ុន្តែពេលហ្នឹងលោកមាគិតរំពឹងឃើញថានេះវាក៏ត្រូវទៅតាមតម្រាទម្រង់ការអាពាហ៍ពិពាហ៍របស់ឧត្តមប្រៃជាចាប់ពិននិពន្ធបណ្ឌិតពិនិត្យឃើញមានមកតាំងពីឆ្នាំ1965ទល់នឹងឥឡូវក៏ត្រូវមានការកែសម្រួលប្រែប្រួលទៅតាមកលៈទេសៈផងដែរណាអាភ្លើចបាទអញ្ចឹងអស់តែត្រឹមប៉ុណ្ណឹងសូមជម្រាបលា